អូខេខ្ញុំជឿថាគ្នាយើងមួយចំនួនប្រកាសជាដឹងពីមូលហេតុខ្លះៗដែលអាល្លឺម៉ង់និងអូទ្រីហុងហ្គារីគឺចាប់ផ្ដើមសង្គ្រាមលោកលើកទី1ហើយដែលវាគឺជាការធ្វើឃាតទៅលើលោក Franz Ferdinand នៅក្នុងខែមិថុនា1914បន្ទាប់ពីការធ្វើឃាតនេះអូទ្រីហុងហ្គារីគឺបានផ្ញើលិខិតមួយឲ្យទៅកាន់ជនជាតិសេប៊ីហើយក៏វាជាលិខិតចុងក្រោយដែរបើសិនជាសេប៊ីគឺមិនយល់ព្រមទៅលើអីដែលអូទ្រីហុងហ្គារីដាក់ឲ្យទេនោះសង្គ្រាមគឺនឹងសម្រេចធ្វើឡើងតែអ្នកគ្នាដឹងអត់ថាវាមិនមែនជាហេតុផលតែមួយមុខដែលអាល្លឺម៉ង់និងអូទ្រីហុងហ្គារីគឺចាប់ផ្ដើមសង្គ្រាមទេវាមានភាពចម្រូងចម្រាសផ្សេងទៀតដែលពួកគេជួបទាំងតែដឹងថាបើសិនជាពួកគេចាប់ផ្ដើមសង្គ្រាមវានឹងមានចំនួននៅអឺរ៉ុបប៉ុន្តែពួកគេនៅតែបន្ថយយើងនឹងទៅយល់អំពីបញ្ហាទាំងអស់នេះពីវិបត្តិដែលពួកគេជួបមុននឹងការធ្វើឃាតមកដល់ហើយនឹងស្ថានភាពនៅអឺរ៉ុបយ៉ាងណាមុនចូលដល់វីដេអូគឺសូមគ្នាយើងកុំភ្លេចជួយ like subscribe និងបើក notification ម្នាក់មួយដើម្បីគាំទ្រពួកយើងបើសិនជាយើងក៏លេចទៅអឺរ៉ុបនៅដើមសតវត្សទី20អឺរ៉ុបគឺត្រូវបានបែងចែកសម្ព័ន្ធពីរធំតែសម្ព័ន្ធទី1គឺមានបារាំងរុស្ស៊ីក្រោយមកអង់គ្លេសសម្ព័ន្ធទី2គឺមានអាល្លឺម៉ង់អូទ្រីហុងហ្គារីនិងអ៊ីតាលីប៉ុន្តែអ៊ីតាលីគឺមិនសូវស្និទ្ធស្នាលជាមួយនឹងសម្ព័ន្ធពួកគេហ្មងទេបើសិនជាយើងមើលទៅលើសម្ព័ន្ធពីរហ្នឹងតុល្យភាពសង្គ្រាមដែលវាអាចនឹងកើតឡើងគឺវាមានភាគរយតិចណាស់ដោយសារតែប្រទេសនីមួយៗគឺមានអំណាចធំរៀងខ្លួនហើយមានសម្ព័ន្ធទៀតប៉ុន្តែព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងគឺវាអត់ដូចទៅនឹងការរៀបចំទេនៅដើមទសវត្សរ៍ឆ្នាំ1900គឺគេបានឃើញអំណាចចាប់ផ្ដើមប៉ះទង្គិចគ្នារវាងចំនួនការទូតផងការអភិវឌ្ឍផ្នែកយោធាផងនិងភាពចំណែនខ្លះៗមកពីប្រទេសអាល្លឺម៉ង់និងអូទ្រីហុងហ្គារីដោយសារតែខ្លាចប្រទេសផ្សេងៗគឺរើបំរាស់និងឡើងមកគ្រប់គ្រងពួកគេវិញនៅក្នុងអំឡុងវិបត្តិបូស្នៀដែលកើតឡើង8ឆ្នាំក្រោយអូទ្រីហុងហ្គារីគឺបានវាយយកទឹកដីបូស្នៀដោយកម្រោលទាំងតែទឹកដីនោះគឺជាតំបន់ដែលគ្រប់គ្រងដោយកម្មសិទ្ធិរបស់សេប៊ីចំណែកឯរុស្ស៊ីវិញជាអ្នកការពារទៅលើប្រជាជាតិស្លាវីគឺមានការខឹងសម្បារយ៉ាងខ្លាំងទៅលើទង្វើដែលអូទ្រីហុងហ្គារីធ្វើប៉ុន្តែការនោះរុស្ស៊ីគឺធ្វើអត់កើតទេដោយសារតែមានការអន្តរាគមន៍ចេញមកពីអាល្លឺម៉ង់និងកងទ័ពរុស្ស៊ីខ្លះគឺមិនទាន់កំណែតម្រង់នៅឡើយពួកគេគឺសម្រេចចិត្តបាយខ្នងថយក្រោយសិនប៉ុន្តែភាពជោគជ័យដែលអាល្លឺម៉ង់និងអូទ្រីហុងហ្គារីធ្វើគឺមានភាពស្ទាក់ស្ទើរខ្លះដោយសារតែពួកគេដឹងថាបើសិនជាសកម្មភាពការទូតឬក៏ការចល័តកងទ័ពពួកគេធ្វើលឿនពេកវាអាចនឹងធ្វើឲ្យសង្គ្រាមនៅអឺរ៉ុបគឺវាកាន់តែធំប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកគេគឺនៅតែផ្លាស់ប្ដូរហើយចាប់ផ្ដើមសង្គ្រាមនៅឆ្នាំ1914ដែលធ្វើឲ្យយើងគឺបានឃើញនៅសង្គ្រាមលោកលើកទី1ហ្នឹងបើសិនជាយើងនិយាយពីស្ថានភាពរបស់អូទ្រីហុងហ្គារីគឺចាប់ផ្ដើមធ្លាក់ចុះដោយសារតែចក្រភពពួកគេគឺមានភាពចម្រុះជាតិសាសន៍អញ្ចឹងវាអាចមានចលនាជាតិនិយមច្រើនកើនឡើងនៅក្នុងប្រទេសបើសិនជាពួកគេមិនអាចគ្រប់គ្រងវាបានដូចជាជនជាតិសេប៊ីអ៊ីតាលីនិងរ៉ូម៉ានីអញ្ចឹងទៅហើយណាមួយអំឡុងមុនចាប់ផ្ដើមសង្គ្រាមហ្នឹងគេបានឃើញទឹកដីសេប៊ីគឺមានការកើនឡើងកងទ័ពជាច្រើនចំណែកអ៊ីតាលីវិញគឺចាប់ផ្ដើមដកខ្លួនចេញពីសម្ព័ន្ធពួកគេជនជាតិរ៉ូម៉ានីគឺបែរមកជាចុះសម្រុងជាមួយរុស្ស៊ីដោយសារតែស្ដេចរបស់ពួកគេដែលគាំទ្រទៅលើអាល្លឺម៉ង់គឺបានសោយទីមង្គតស្ថានភាពបែបនេះហើយគឺធ្វើឲ្យអូទ្រីហុងហ្គារីគឺពិបាកសម្រេចចិត្តណាស់បើមិនជាមិនវាយគេទេទឹកដីដែលអូទ្រីហុងហ្គារីបានគឺនឹងបាត់ទៅវិញទៅដែរយ៉ាងហើយបានជាមេដឹកនាំរបស់អូទ្រីហុងហ្គារីគឺយល់ថាការចាប់ផ្ដើមសង្គ្រាមជាមួយនឹងសេប៊ីវាជារឿងចាំបាច់ដើម្បីការពារមហន្តរាយនៅក្នុងរយៈពេលវិញអូខេបើមិនជាយើងនិយាយទៅលើអាល្លឺម៉ង់ហេតុអីអាល្លឺម៉ង់គឺគាំទ្រអូទ្រីហុងហ្គារីវាយយកទឹកដីសេប៊ីដំបូងឡើយអាល្លឺម៉ង់គឺចង់ហាមឃាត់ទៅលើអូទ្រីហុងហ្គារីដែរមិនចង់ឲ្យពួកគេគឺធ្វើសង្គ្រាមជាមួយនឹងសេប៊ីទេដោយសារតែពួកគេគឺគិតថាអាចនឹងមានចំនួនដ៏ធំនៅអឺរ៉ុបហ្នឹងប៉ុន្តែនៅឆ្នាំ1914មេដឹកនាំអាល្លឺម៉ង់គឺបែរមក support ទៅលើអូទ្រីហុងហ្គារីឲ្យវាយយកសេប៊ីវិញអាចថាពេលនោះអាល្លឺម៉ង់គឺយល់ថាស្ថានភាពមួយហ្នឹងបើសិនជាសម្ព័ន្ធពួកគេអត់ធ្វើបែបហ្នឹងទេពេលក្រោយគឺពួកគេនឹងអាចត្រូវបានលុកលុយដោយសម្ព័ន្ធផ្សេងទៅដែរដោយសារតែភាពរីកចម្រើនរបស់រុស្ស៊ីនិងជនជាតិសេប៊ីហ្នឹងរុស្ស៊ីបន្ទាប់ពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីជប៉ុននៅឆ្នាំ1905ប្រទេសរុស្ស៊ីគឺហាក់ដូចជាមានការជួសជុលនិងកំណែតម្រង់យោធាឡើងវិញនិងថែមទាំងបានប្រាក់កម្ចីខ្លះមកពីបារាំងទៀតដល់ថ្នាក់ធ្វើឲ្យមេដឹកនាំអាល្លឺម៉ង់គឺជឿថាបើសិនជាសង្គ្រាមគឺវាជាមិនរួចទៅដែរពួកគេគឺបញ្ចប់ផ្ដើមឆ្នាំ1914ហ្មងទៅដែលវាយទាំងបារាំងវាយទាំងរុស្ស៊ីហ្នឹងមកជាមួយនឹងការលើកទឹកចិត្តនេះអូទ្រីហុងហ្គារីគឺបានប្រកាសសង្គ្រាមទៅលើសេប៊ីនៅថ្ងៃទី28កក្កដា
ហើយដូចយើងដឹងចឹងបើសិនជាវាយសេប៊ីរុស្ស៊ីគឺនឹងមកជួយអញ្ចឹងគឺបានទាញទាំងរុស្ស៊ីនិងប្រទេសបារាំងក៏បានចូលនៅក្នុងសង្គ្រាមនឹងដែរនៅក្នុងឱកាសល្អដើម្បីចំណេញកម្លាំងទ័ពអាល្លឺម៉ង់ក៏ចាប់ផ្ដើមបង្កើតសង្គ្រាមជាមួយនឹងរុស្ស៊ីនិងបារាំងដូចគ្នាដែលខុសគ្នាតែ2ថ្ងៃប៉ុណ្ណោះបង្កើតសង្គ្រាមជាមួយរុស្ស៊ីនៅថ្ងៃទី1សីហាហើយបារាំងគឺ3សីហាហើយទាំងអស់នេះគឺសុទ្ធតែជាមូលហេតុដែលពួកគេគឺចាប់ផ្ដើមសង្គ្រាមនៅឆ្នាំ1914ទី1ប្រទេសអូទ្រីហុងគ្រីគឺខ្លាចជាសេប៊ីគឺរីកចម្រើនហើយអាចធ្វើឲ្យចក្រភពរបស់ពួកគេគឺរុះរើទី2អាល្លឺម៉ង់គឺខ្លាចស្ថានភាពកាន់តែពិបាកជាងហ្នឹងបើសិនជាកំណែតម្រង់នៅរុស្ស៊ីគឺរួចរាល់ទី3អាល្លឺម៉ង់និងអូទ្រីហុងគ្រីបើសិនជាពួកគេមិនវាយទៅលើប្រទេសទាំងអស់នោះស្ថានភាពពេលក្រោយដែលពួកគេនឹងជួបគឺវាកាន់តែអាក្រក់ជាងហ្នឹងចឹងហើយការបង្កើតសង្គ្រាមនៅអឺរ៉ុបឬក៏ចំនួនទ្រង់ទ្រាយធំពួកគេដឹងដែរប៉ុន្តែវាជារឿងមួយដែលសម្ពាធនិងបើមិនធ្វើគឺមិនបានអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយវារៀងរអាក់រអួលខ្លះដោយសារតែបញ្ហាគឺមកពីអាចថា microphone ឬក៏ដូចដែលដោតបំបែកខ្សែនេះគឺវាអត់ដិតខ្ញុំថត2ដងហើយថតពិបាកទៀតខ្ញុំសង្ឃឹមថាលើកហ្នឹងអត់អីហើយអូខេខ្ញុំមានតែប៉ុណ្្នឹងទេចំពោះវីដេអូថ្ងៃហ្នឹងអ្នកនរគ្នាយល់យ៉ាងណាទៅលើការសម្រេចចិត្តរបស់អូទ្រីហុងគ្រីនិងអាល្លឺម៉ង់ក្នុងការសម្រេចចិត្តបង្កើតសង្គ្រាមហ្នឹងឬក៏មានមូលហេតុផ្សេងៗទៀតដែលខ្ញុំអត់ទាន់និយាយអស់អ្នកគ្នាអាច comment ចែកម្លែកខាងក្រោមបានជួបគ្នាជាមួយខ្ញុំ SL នៅវីដេអូថ្មីមួយទៀតដល់សល់ឲ្យក៏ Peace and Love អាម៉ាប់